បាទថ្ងៃនេះឃើញខ្ញុំនឹកកៅអីចូលមកក្នុងហ្នឹងគឺមិនមែនឬផ្ទះឬបន្ទប់អីទេគឺដល់ពេលត្រូវឆ្លៀតលាងម៉ាស៊ីនត្រជាក់បន្តិចបាទជាដំបូងគឺទៅខោបទូខោបឲ្យសិនដើម្បីបើកខ្ទាតទឹកលើបន្ទាប់មកគឺយើងចាប់ផ្ដើមដោះគម្របវាចេញបាទជាទូទៅគឺពេលដែលខ្ញុំលាងម៉ាស៊ីនត្រជាក់គឺបានកូនប្រុសជួយហុចនេះហុចនោះនៅខាងក្រោមនឹងចាំជួយប៉ុន្តែថ្ងៃនេះថ្ងៃសៅរ៍ព្រឹកកូនរៀនអញ្ចឹងក៏ឆ្លៀតដោះលាងខ្លួនឯងតិចទៅ ម៉ាស៊ីនត្រជាក់នេះបើយើងមើលពីលើគឺមិនសូវមានដីអីទេក៏ប៉ុន្តែនៅកង្ហារវាគឺដីគួរសមដោយសារខ្ញុំលាងលើកមុនគឺតាំងពីខែមករាមកឥឡូវនេះវាជិត6ខែហើយអញ្ចឹងដល់ពេលលាងហើយបន្ទាប់មកគឺយើងចាប់ផ្ដើមបាញ់ទឹកលាងសម្អាតអាកម៉បខាងមុខហ្នឹងដុសសាប៊ូដុសអីអញ្ចឹងទៅហើយដុសឲ្យស្អាតហើយបានបាញ់លាងទឹកលាងអីអញ្ចឹងទៅបាទបន្ទាប់មកគឺយើងចាប់ផ្ដើមរៀបចំដើម្បីលាងម៉ាស៊ីនត្រជាក់ខាងមុខម្ដងបាទគឺយើងត្រូវដាក់ប្រដាប់ការពារដើម្បីកុំឲ្យប្រឡាក់អញ្ចាំងបាទបាញ់ខាងលើហ្នឹងគឺឲ្យល្មមទៅដោយសារវាអត់មានដីអីទេហើយនឹងសំខាន់គឺកង្ហារខាងក្នុងនឹងឯងគឺវាមានដីច្រើនបាទហើយនេះគឺជាដីដែលលាងចេញមកពីម៉ាស៊ីនត្រជាក់បាទឥឡូវនេះគឺរួចរាល់ហើយអញ្ចឹងគឺខ្ញុំកំពុងតែចាប់ចូលវិញហើយការចាប់ចូលនេះគឺយើងចាប់ចូលទៅតាមលេខរៀងរបស់វាអញ្ចឹងទៅបាទចាប់ហើយមូលខ្ចៅរួចដាក់សន្ទះសំណាញ់ខាងលើការពារធូលីដីហ្នឹងរួចហើយដាក់ក្លុបខាងក្រោមហ្នឹងវាយចូលឲ្យត្រូវងាំរបស់វារួចហើយជូតសម្អាតឲ្យឃើញថ្មីបន្តិចទៅសោភ្លឺចិញ្ចែងទៅបាទឥឡូវនេះរួចរាល់រៀបចំទុកដាក់ឲ្យដូចដើមវិញបាទរួចរាល់ផ្នែកខាងមុខឬក៏ផ្នែកខាងក្នុងហ្នឹងគឺយើងត្រូវមកលាងកន្ទុយខាងក្រោយវិញម្ដងដោយសារខានលាងដូចគ្នាអញ្ចឹងគឺយើងបាញ់លាងកញ្ច្រែងលាងកង្ហារវាឲ្យស្អាតទៅចប់សពគ្រប់តែម្ដងបាទសូមអរគុណចំពោះការទស្សនា